ដោយសារខ្ញុំចូលចិត្តញ៉ាំហើយខ្ញុំឲ្យគេភ្លក់គេថាឆ្ងាញ់អញ្ចឹងទៅខ្ញុំចង់បង្កើតផលិតផលអំបិលខ្មែរយើងហ្នឹងឲ្យខ្លាយទៅជាភេសជ្ជៈដោយសារខ្មែរយើងពីដើមឡើយគាត់អត់ដែលយកអំបិលហ្នឹងយកមកកែច្នៃជាភេសជ្ជៈញ៉ាំទេយកទៅស្លយកទៅឆាយកទៅធ្វើជាទឹកជ្រលក់អីចឹងខ្ញុំនឹកឃើញថាបើសិនជាយើងកែច្នៃអំបិលនេះឲ្យទៅជាភេសជ្ជៈមួយដែលប្លែកដែលយើងអត់ដែលញ៉ាំពីមុនមកអញ្ចឹងវាធ្វើឲ្យអំបិលយើងវាកាន់តែមានតម្លៃចាជម្រាបសួរនាងខ្ញុំ Linda ជាម្ចាស់សិប្បកម្ម LPM សម្រាប់អាជីវកម្មរបស់ខ្ញុំគឺប្រភេទកែច្នៃគ្រាប់ធញ្ញជាតិនិងអំបិលខ្មែរចាទីតាំងរបស់ខ្ញុំគឺនៅភ្នំពេញនេះឯងហើយខ្ញុំបើករយៈពេល6ខែហើយដោយសារខ្ញុំជាបេក្ខជន Master Chef រដូវកាលទី3ដែលគេស្គាល់ច្រើនអញ្ចឹងហើយគាត់ជំរុញឲ្យខ្ញុំហ្នឹងធ្វើអីមួយទៅដោយសារឥឡូវនេះយើងខ្មែរយើងកំពុងតែគ្រប់គ្រងទំនិញនៅក្នុងស្រុកអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមធ្វើអំបិលនឹងមុនគេចាបន្ទាប់មកទៀតក៏អតិថិជនដែលគាត់ធ្លាប់ទិញហ្នឹងគាត់ថាបងឯងមិនធ្វើអីផ្សេងថែមទៀតអញ្ចឹងណាខ្ញុំក៏នឹកឃើញថាស្រុកខ្មែរយើងក៏មានគ្រាប់ធញ្ញជាតិច្រើនដែរដូចជាគ្រាប់ឈូកគ្រាប់ល្ពៅអីចឹងណាខ្ញុំក៏ចាប់ផ្ដើមបង្កើតគ្រាប់ធញ្ញជាតិទាំងអស់ហ្នឹងចាយកមកលីងធ្វើជាគ្រឿងរសជាតិ 2-3 មុខអីចឹងមកចាគឺផ្ដើមចេញពីអំបិលទេដោយសារខ្ញុំចូលចិត្តញ៉ាំហើយខ្ញុំឲ្យគេភ្លក់គេថាឆ្ងាញ់អញ្ចឹងទៅខ្ញុំចង់បង្កើតផលិតផលអំបិលខ្មែរយើងហ្នឹងឲ្យខ្លាយទៅជាភេសជ្ជៈដោយសារខ្មែរយើងពីដើមឡើយគាត់អត់ដែលយកអំបិលហ្នឹងយកមកកែច្នៃជាភេសជ្ជៈញ៉ាំទេយកទៅស្លយកទៅឆាយកទៅធ្វើជាទឹកជ្រលក់អីចឹងប៉ុន្តែខ្ញុំនឹកឃើញថាបើសិនជាយើងកែច្នៃអំបិលនេះឲ្យទៅជាភេសជ្ជៈមួយដែលប្លែកដែលយើងអត់ដែលញ៉ាំពីមុនមកអញ្ចឹងវាធ្វើឲ្យអំបិលយើងវាកាន់តែមានតម្លៃតាមដែលខ្ញុំស្រាវជ្រាវកន្លងមកពេលដែលខ្ញុំចាប់ផ្ដើមចង់ធ្វើជាអំបិលនឹងដើម្បីលក់នៅក្នុងទីផ្សារហ្នឹងគឺខ្ញុំដំបូងគឺខ្ញុំត្រូវស្វែងរកប្រភពដើមជាមុនសិនអញ្ចឹងខ្ញុំក៏បានទៅតាមតំបន់ស្រាវជ្រាវថាតើខេត្តមួយណាដែលសម្បូរអំបិលជាងគេអញ្ចឹងខ្ញុំស្រាវជ្រាវទៅមានតែខេត្តកំពង់ស្ពឺទេដែលសម្បូរអំបិលច្រើនជាងគេអញ្ចឹងខ្ញុំក៏ចុះទៅខេត្តកំពង់ស្ពឺក៏ជួបអ្នកលក់អំបិលហើយខ្ញុំសួរនាំគាត់ទៅគាត់ថាខ្មែរយើងពីមុនអត់មានទេអត់មានណាគេបកអំបិលនឹងលក់ទេយកតែពីក្រៅមកហើយខ្ញុំក៏នឹកឃើញថាដើម្បីឲ្យប្រជាជនខ្មែរយើងគាត់ទីមួយគាត់មានការងារធ្វើហើយរក្សាអំបិលយើងហ្នឹងគឺឲ្យនៅតកូនតចៅព្រោះខ្មែរយើងដើមអំបិលហ្នឹងគេហៅថាជារុក្ខជាតិតំណាងប្រទេសមួយដែរក៏ប្រាប់គាត់ឲ្យបេះឲ្យខ្ញុំមកខ្ញុំនឹងប្រមូលទិញសម្រាប់ផលិតផលរបស់ខ្ញុំរាល់ថ្ងៃនេះគឺមាន12មុខអូនតែនេះគឺជាអំបិលមេខ្មែរដែលខ្ញុំចាប់ផ្ដើមមុនគេហើយគឺជាអំបិលខ្មែរយើងសុទ្ធ 100% ខ្ញុំបកយកតែសាច់ទេអត់មានប្រើលាយគ្រាប់ទេហើយរយៈពេលដែលខ្ញុំធ្វើនេះគឺពិបាកមែនតើគឺ5ម៉ោងតម្រាំតែបានជារូបរាងមកហើយបងប្អូនមួយចំនួនធំដែលគាត់អត់ដែរស្គាល់ទេអំបិលនេះគឺយើងអាចយកមកធ្វើជាភេសជ្ជៈញ៉ាំបានគឺឆ្ងាញ់មែនតើហើយវាជួយដល់សុខភាពច្រើនមែនតើចាអត្ថប្រយោជន៍នៃអំបិលបងប្អូនមួយចំនួនគាត់អត់ទាន់ដឹងទេអំបិលគឺមានអត្ថប្រយោជន៍ច្រើនមែនតើគឺជួយដល់សុខភាពគឺជួយទៅស្បែកជួយបេះដូងចាជួយគ្រប់គ្រងទម្ងន់ហើយនឹងជួយទៅដល់ប្រព័ន្ធរំលាយអាហារផងដែរចាអញ្ចឹងអត្ថប្រយោជន៍ច្រើនណាស់ជួយស្បែកយើងភ្លឺថ្លានេះជាគ្រាប់ល្ពៅខ្ញុំក៏កែច្នៃបានទៅជា3រសជាតិហើយនេះគឺជាសណ្តែកខៀវចាគ្រាប់សណ្តែកខៀវក៏អាចកែច្នៃមកយើងញ៉ាំលេងបានដែរហើយសម្រាប់គ្រាប់ធញ្ញជាតិនេះក៏អត្ថប្រយោជន៍ច្រើនដែរគឺមានអត្ថប្រយោជន៍ជួយទៅដល់រាងកាយសម្រាប់មនុស្សដែលគាត់វ័យកណ្ដាលទៅពេលគាត់ញ៉ាំគ្រាប់ធញ្ញជាតិនោះគឺជួយទៅដល់សន្លាក់ជួយទៅដល់ស្បែកដូចគ្នាបងប្អូនតម្រាំបានផលិតផលសម្រាប់នេះគឺយើងឆ្លងកាត់ពេលវេលាច្រើនមែនតើហើយសម្រាប់គ្រាប់ធញ្ញជាតិក៏យើងប្រើពេលច្រើនដែរយើងត្រូវការហាលថ្ងៃសិនមុននឹងយើងយកមកលីងចាហាលឲ្យស្ងួតហើយយើងយកមកលីងចាលីងហើយយើងត្រូវដាក់គ្រឿងវាហើយលីងម្ដងទៀតហើយយកទៅហាលម្ដងទៀតចាអញ្ចឹងគឺវាមានតាមឋានៈច្រើនសម្រាប់គ្រាប់ធញ្ញជាតិគឺយើងយកពីក្នុងស្រុករបស់យើងមកទេចាដូចជាគ្រាប់ឈូកគ្រាប់ល្ពៅអីហ្នឹងចាហើយមួយចំនួនទៀតដូចជាគ្រាប់ឈូករត់គឺយើងនាំចូលពីក្រៅប្រទេសមកសម្រាប់ផលិតផលរបស់ខ្ញុំបានចែកចាយទៅលើទីផ្សារនៅក្នុងក្រុងភ្នំពេញមានដូចជាផ្សារទំនើបថៃហួតចាបងម៉ាត
ចាផ្សារ Winsu ហើយ VMart ហើយនឹងមានផ្សារនៅតាមក្រាសាំង Total ខ្លះដែរហើយនឹងមាននៅខេត្តសៀមរាបហើយនិងខេត្តកោះកុងបើសិនជាបងប្អូនចង់យកទៅចែកចាយបន្តបងប្អូនអាចតាក់ទងទៅតាម page របស់នាងខ្ញុំ LPM Craft by Chef Linda ឬក៏តាមរយៈលេខទូរស័ព្ទក៏បានចំពោះថ្ងៃមុខគោលបំណងរបស់ខ្ញុំកំពុងតែគិតទុករួចហើយនាងខ្ញុំនឹងបរិយាទីផ្សារនេះឲ្យកាន់តែធំហើយនឹងមានទំនិញប្លែកៗបន្ថែមទៀតខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់ដែលគាត់ចាប់ផ្ដើមអាជីវកម្មថ្មីចាឲ្យបើសិនជាគាត់ចង់ធ្វើអ្វីឬកំណត់គោលដៅខ្លួនឯងច្បាស់លាស់ហើយស៊ូកុំរាថយហើយហ៊ានលះបង់អ្វីៗដើម្បីក្តីស្រមៃរបស់ខ្លួនឯងជាចុងក្រោយក៏សូមអរគុណដល់បងប្អូនដែលទស្សនានៅវីដេអូមួយនេះហើយក៏សូមសនំពរទៅដល់បងប្អូនទាំងអស់គ្នាកុំភ្លេចជួយគាំទ្រផលិតផលក្នុងស្រុករបស់យើងបើសិនជាបងប្អូនមិនគាំទ្រផលិតផលក្នុងស្រុករបស់យើងទេប្រជាជនយើងនឹងមិនអាចរីកចម្រើនទៅមុខបានទេបើសិនជាបងប្អូនគាំទ្រផលិតផលក្នុងស្រុកក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិយើងផងដែរ